Hi everyone, nice to see you again. Now let's translate three more useful everyday English idiom with me. And the first idiom is or means informal. Used to advise somebody not to do something when you think they will do it despite your advice. Informal. Used to advise somebody not to do something when you think they will do it despite your advice ចឹង idiom មួយហ្នឹងគឺប្រើនៅក្នុងភាសានិយាយការនិយាយអឺត្រូវបានប្រើប្រាស់ដើម្បីទូន្មាននរណាម្នាក់ឬក៏ជាឲ្យយោបល់ទៅនរណាម្នាក់មិនឲ្យធ្វើអ្វីមួយនៅពេលដែលអ្នកគិតថាគេនឹងធ្វើវាទោះបីថាអ្នកឲ្យយោបល់ក៏ដោយទោះបីជាអ្នកឲ្យយោបល់ក៏ដោយអញ្ចឹងយើងប្រើដើម្បីទូន្មានឬក៏ឲ្យជាប្រឹក្សាយោបល់ទៅនរណាម្នាក់ថាកុំធ្វើវាអីប៉ុន្តែយើងខ្លួនឯងក៏យើងដឹងដែរថាទោះបីយើងប្រាប់អញ្ចឹងក៏នៅតែធ្វើដែរហ្នឹងណាអញ្ចឹង that idiom means គេប្រែទៅអស់សិនមក call her if you like but don't blame me if she's angry call her if you like but don't blame me if she's angry អូខេតែទៅក៏ទៅបើសិនបើអ្នកចង់ប៉ុន្តែកុំបន្ទោសខ្ញុំបើសិនណាគាត់ខឹងអញ្ចឹងidiom ហ្នឹងគឺមានន័យថាមួយណា okay don't blame me okay don't blame me this is the answer don't blame me no? And the next one informal used to say that you think that what somebody did was reasonable and the right thing to do informal used to say that you think that what somebody did was reasonable and the right thing to do ចឹងភាសាសម្រាប់និយាយទៀតហើយត្រូវបានប្រើប្រាស់ដើម្បីនិយាយថាអ្នកគិតថាអ្វីដែលនរណាម្នាក់បានធ្វើគឺសមហេតុផលមានហេតុផលអាចទទួលយកបាន and the right thing to do ហើយវាគឺជារឿងដែលត្រឹមត្រូវរឿងដែលត្រឹមត្រូវដែលគាត់បានធ្វើរឿងដែលត្រូវចាថារឿងហ្នឹងរឿងដែលត្រឹមត្រូវណារឿងដែលត្រឹមត្រូវដែលធ្វើហ្នឹងចឹងthe idiom you can look at the example first okay I don't blame you for getting angry they were being unreasonable I don't blame you for getting angry they were being unreasonable okay ខ្ញុំនៃត្រង់សិនណាហេខ្ញុំមិនបន្ទោសអ្នកទេសម្រាប់ការខឹងដោយសារតែគេពួកគេហ្នឹងគឺគ្មានហេតុផលដែរហ្នឹងពេលគ្មានហេតុផលទេអញ្ចឹងបានអ្នកខឹងអូខេអញ្ចឹង the idiom គឺhere okay I don't blame you for doing something okay I don't blame you for doing something បានន័យថាយើងគិតថានរណាម្នាក់ធ្វើអ្វីមួយនោះគឺសមហេតុផលហើយឬក៏អាចទទួលយកបានឬក៏អ្វីដែលគាត់ធ្វើនោះគឺជាអ្វីដែលត្រូវតែធ្វើហ្មងចឹង I don't blame you okay I don't blame you for doing something I also believe that that's the right thing to do okay ខ្ញុំក៏គិតថាវាគឺជារឿងដែលត្រឹមត្រូវដែរតែយើងចូលរើសយកធ្វើអញ្ចឹងណា and the last idiom means used to say that you think something is somebody's own fault used to say that you think something is somebody's own fault អញ្ចឹង idiom ហ្នឹងគឺត្រូវបានប្រើប្រាស់ដើម្បីនិយាយថាអ្នកគិតថាអ្វីមួយគឺជាកំហុសគឺជាកំហុសរបស់អ្វីមួយគឺជាកំហុសផ្ទាល់ខ្លួនរបស់នរណាម្នាក់អូខេអញ្ចឹងខ្ញុំសូមសម្រាយយើងប្រើ idiom ហ្នឹងគឺចង់បញ្ជាក់ន័យថាចេះអ្នកគិតថាអ្វីមួយដែលកើតឡើងហ្នឹងគឺជាកំហុសរបស់នរណាម្នាក់គឺជាកំហុសផ្ទាល់ខ្លួនរបស់នរណាម្នាក់
ដែលគាត់ធ្វើឲ្យមានកំហុសនឹងកើតឡើងអញ្ចឹង idiom នឹងចង់មានន័យថាអញ្ចឹង so if you lose your job you'll only have yourself to blame if you lose your job you'll only have yourself to blame ប្រសិនបើអ្នកបាត់បង់ការងាររបស់អ្នកអឺវាគឺជាកំហុសរបស់ខ្លួនអ្នកផ្ទាល់ទេអានេះខ្ញុំប្រែតាម idiom បើយើងប្រែជាន័យត្រង់ហើយថាបើសិនបើអ្នកបាត់បង់ការងាររបស់អ្នកនឹងមានខ្លួនអ្នកផ្ទាល់ដើម្បីថាឲ្យអានេះយើងប្រែតាមន័យត្រង់ជាវាអត់សូវយល់អត់សូវមានអត្ថន័យទេចាំថាបើសិនបើអ្នកបាត់បង់ការងាររបស់អ្នកគឺជាវាគឺជាកំហុសរបស់ខ្លួនអ្នកផ្ទាល់ហ្នឹងណាអញ្ចឹងណា alright អញ្ចឹង the idiom here is only have yourself to blame ឬក៏yeah ឬក៏ only have អានេះចង់ន័យថា have no one to blame but yourself ហ្នឹងហើយ okay have no one to blame but yourself អញ្ចឹងវាមានយើងអាចនិយាយបានពីរយ៉ាង you can say you only have yourself to blame ឬក៏ you have nobody to blame but yourself ឬក៏ you have no one to blame but yourself នេះបាន3យ៉ាងណាall right so thank you so much for today I'll see you next time take care and good night goodbye